ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូថ្មីមួយចង់និយាយអំពីការថែរក្សាកូនមាន់នៅរដូវត្រជាក់បងប្អូនដឹងហើយប្រហែលថ្ងៃនេះអាកាសធាតុវាមានការប្រែប្រួលខ្លាំងពេលខ្លះចុះដល់18ពេលខ្លះចុះដល់20អង្សាអញ្ចឹងធ្វើឲ្យមាន់របស់យើងពិបាកក្នុងការរស់នៅពេលខែត្រជាក់ធ្វើឲ្យកូនមាន់ឬក៏មាន់ធំអាចនឹងកើតនឹងជំងឺផ្ដាសាយអញ្ចឹងវិធីមួយនេះគឺខ្ញុំប្រើបែបលក្ខណៈធម្មជាតិគឺខ្ញុំយកខ្ទឹមសមកលាយជាមួយនឹងចំណីសម្រេចដើម្បីឲ្យកូនមាន់ខ្ញុំស៊ីការធ្វើបែបនេះគឺធ្វើឲ្យកូនមាន់របស់យើងមានជាតិកម្ដៅនៅក្នុងខ្លួនហើយម្យ៉ាងទៀតវាការពារកូនមាន់របស់យើងកុំឲ្យមានបញ្ហារាកផងដែរហើយវិធីធ្វើគឺងាយស្រួលបងប្អូនគ្រាន់តែយកខ្ទឹមសរបស់យើងហ្នឹងមួយមើមធំមកយើងយកមកបុកលាយជាមួយនឹងចំណីហើយបន្ទាប់មកយើងច្របាច់វាឲ្យសព្វជាមួយនឹងចំណីសម្រេចហ្នឹងមុននឹងយើងយកឲ្យកូនមាន់យើងស៊ីដើម្បីការពារកុំឲ្យវាមានជំងឺផ្ដាសាយនិងជំងឺរាកផងដែរអញ្ចឹងបងប្អូនអាចធ្វើតាមរបៀបនេះបានគឺវាអាចថែរក្សាកូនមាន់យើងកុំឲ្យឈឺងាប់ច្រើនហើយបើសិនជាមាន់របស់បងប្អូនមានបញ្ហាផ្ដាសាយសម្រាប់មាន់ធំបងប្អូនអាចប្រើខ្ទឹមសនេះដំឲ្យវារាងទុកឲ្យវាមានទឹកហើយចាំបងប្អូនយកទៅច្រកមាន់ធំរបស់យើងបងប្អូនអាចច្រកមកក្នុងមាន់មួយយើងដាក់មកកពឹសទៅយើងដំខ្ទឹមសឲ្យម៉ត់ហើយបញ្ច្រកក្នុងមាត់វាអាចការពារនឹងព្យាបាលជំងឺផ្ដាសាយបានយ៉ាងល្អប្រសើរផងដែរបើសិនជាបងប្អូនមិនចង់ប្រើនៅការប្រើថ្នាំចាក់បងប្អូនអាចប្រើរបៀបនេះបានវាមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺមាន់ផ្ដាសាយនិងជំងឺរាកបានយ៉ាងល្អតាមវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជួយចុច Subscribe ដើម្បីបានវីដេអូថ្មីៗពីខ្ញុំអរគុណសូមជម្រាបលា